នេះគឺជារលាកក្បាលប្រជាជនខ្មែរដែលបានបន្សល់ទុកនៅរបបខ្មែរក្រហមហើយនេះគឺជាដែនចន្ទគិរីដែលពួកខ្មែរក្រហមបានយកក្មេងៗមកសម្លាប់ចោលនៅទីនេះជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបាទសវណ្ណណែទៀតហើយឥឡូវនេះគឺខ្ញុំនឹងនាំពុកម៉ែបងប្អូនទាំងអស់គ្នាទៅស្គាល់កន្លែងមួយដែលមានឈ្មោះថាមជ្ឈមណ្ឌលបល័យពូជសាសន៍ជើងឯកឥឡូវនេះគឺខ្ញុំបានដើរចូលទៅក្នុងហើយពុកម៉ែបងប្អូនទាំងអស់គ្នាគឺសម្បូរទៅដោយភ្ញៀវបរទេសខ្លាំងមែនទែនហើយនៅពេលដែលពុកម៉ែបងប្អូនទាំងអស់គ្នាដើរចូលទៅដល់ប្រកាសជាឃើញផ្លាកដែលគេដាក់ថាមជ្ឈមណ្ឌលបល័យពូជសាសន៍ជើងឯកហើយពុកម៉ែបងប្អូនទាំងអស់គ្នានឹងឃើញមុនគេគឺសារមន្ទីរដែលគេតម្កល់រលាកក្បាលប្រជាជនខ្មែរទុកនៅទីនោះនៅពេលដែលបងប្អូនទាំងអស់គ្នាចូលទៅដល់គឺប្រកាសជាឃើញផ្លាកដែលគេដាក់ថាឲ្យយើងនឹងគោរពដួងវិញ្ញាណប្រជាជនខ្មែរដែលបានស្លាប់នៅសម័យនោះហើយផ្លាកសញ្ញានេះគឺគេបាននិយាយថាគឺគេនាំជនរងគ្រោះមកពីគុកទួលស្លែងដើម្បីមកស្នាក់នៅកន្លែងមជ្ឈមណ្ឌលបល័យពូជសាសន៍ជើងឯកនេះមុនពេលដែលខ្ញុំគោរពដួងវិញ្ញាណហើយគឺខ្ញុំបានដើរចូលទៅក្នុងសារមន្ទីរនោះគឺឃើញមានរលាកក្បាលប្រជាជនខ្មែរច្រើនខ្លាំងមែនទែនហើយក៏ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាក្តុកក្តួលជាខ្លាំងអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះគឺខ្ញុំបានដើរមកដល់ក្រោយគឺមានឃើញរណ្ដៅជាច្រើនដែលរណ្ដៅនោះគឺជារណ្ដៅដែលគេកប់សាកសពប្រជាជនខ្មែរនៅសម័យនោះហើយនៅត្រង់កន្លែងនេះដែរគឺជាដើមជ្រៃមួយដើមដែលគេដាក់ឧបករណ៍ដើម្បីបិទបាំងសម្លេងជនរងគ្រោះនៅពេលដែលពួកខ្មែរក្រហមបានសម្លាប់ចោលអញ្ចឹងណានៅពេលដែលខ្ញុំដើរទៅមុខទៀតគឺមានឃើញកំទេចឆ្អឹងដែលសេះសល់ពីការកោះរណ្ដៅនៅឆ្នាំ1980ហើយក៏នៅមានភ្នូរដែលគេមិនទាន់កោះផងដែរតែភ្នូរដែលគេមិនទាន់កោះនេះគឺមានទ្រង់ទ្រាយបែកបាក់ជាខ្លាំងឥឡូវនេះគឺខ្ញុំបានដើរមកដល់ដែនចន្ទគិរីដែនចន្ទគិរីនេះគឺជាកន្លែងដែលពួកខ្មែរក្រហមបានយកក្មេងៗយកមកសម្លាប់ចោលនៅទីនេះហើយរបស់របរដែលជាប់នឹងដើមចន្ទគិរីនោះគឺភ្ញៀវរបស់យើងបានយកមកពាក់ឬក៏យកមកដាក់នឹងគល់នឹងដើម្បីគោរពដួងវិញ្ញាណដល់ក្មេងៗដែលបានស្លាប់នៅក្នុងសម័យនោះហើយនៅជិតដែនចន្ទគិរីនេះក៏មាននៅសល់សម្លៀកបំពាក់ជនរងគ្រោះដែលពួកខ្មែរក្រហមបានសម្លាប់ចោលនៅក្នុងសម័យនោះគឺមានតិចតួចខ្លាំងមែនទែនដែលគេដាក់នៅក្នុងទូដើម្បីឲ្យភ្ញៀវបរទេសឬក៏ប្រជាជនខ្មែរយើងបានដឹងបានឮអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះគឺខ្ញុំបានដើរមកដល់រូបដំណាក់មួយដែលគេកសាងឡើងដើម្បីចងចាំគ្មានថ្ងៃភ្លេចនៅឧក្រិដ្ឋកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យហើយនេះគឺជាអតីតឃ្លាំងដែលផ្ទុកសារធាតុគីមីឬក៏វត្ថុតាងផ្សេងសពថ្ងៃនេះគឺមជ្ឈមណ្ឌលបល័យពូជសាសន៍ជើងឯកបានប្រែក្លាយជាទីតាំងមណ្ឌលទេសចរប្រវត្តិសាស្ត្រដែលមានភ្ញៀវអន្តរជាតិចូលទស្សនាដើម្បីស្វែងយល់អំពីរបបព្រៃផ្សៃយង់ខ្នង